សួស្តីខ្ញុំគេហួងថ្ងៃនេះខ្ញុំមកបង្ហាញអំពីនៅពេលដែលយើងទៅប្រឡងកសិកម្ម JT ក៏ដូចជាខាង Kaigo ឬក៏ការប្រឡង CBT ដែលតាក់ទងជាមួយនឹងការធ្វើតេស្តជាមួយនឹងកុំព្យូទ័រណាអញ្ចឹងបងប្អូនឃើញសកម្មភាពព្រួញមួយនេះដែលលោតចុះលោតឡើងហ្នឹងណាទៅលើទៅក្រោមហ្នឹងមានចលនាបានអាស្រ័យទៅលើការបញ្ជារបស់យើងនេះអញ្ចឹងនៅពេលដែលយើងទៅប្រឡងគឺដូចគ្នាណាគ្រាន់ថានៅពេលដែលចូលមណ្ឌលគឺកញ្ចក់ monitor នេះគេដាក់នៅខាងមុខយើងអញ្ចឹងទៅខាងមុខចេះមកហើយក្តារចុចនេះគេដាក់នៅទៅនេះមានន័យថាវាដាច់ពីគ្នាអញ្ចឹងហើយមានខ្សែអញ្ចឹងដូចគ្នាណាការបញ្ជាអីគឺដូចគ្នាទាំងអស់បាទអញ្ចឹងមានសកម្មភាពទៅបានអាស្រ័យលើការបញ្ជាណាចង់រុញទៅលើបាទរុញមកក្រោមណារុញមកឆ្វេងមកស្ដាំអីគឺដូចគ្នានេះណាបាទអញ្ចឹងឥឡូវខ្ញុំចង់បញ្ជាមកត្រង់នេះបាទចុចលើត្រង់នេះអញ្ចឹងខ្ញុំចង់ត្រឡប់ទៅមើលកន្លែងលើវិញអញ្ចឹងនេះបងប្អូនឃើញមូកន្លែងនេះបាទអញ្ចឹងយើងរុញវាមកក្រោយណារុញវាមកក្រោយទាញវាមកក្រោយចេះណាបាទឥឡូវខ្ញុំចង់ចុចនៅត្រង់នេះណាចង់ត្រង់នេះអញ្ចឹងយកមកដាក់នេះចង់ចុចនៅកន្លែងលេខ3ទាញវាយកមកដាក់លេខ3បាទមើលក្បាលព្រួយនេះផងមើលដៃខ្ញុំបញ្ជាផងអញ្ចឹងចុចនៅទៅហ្នឹងវានឹងលោតមកដល់ណានៃអញ្ចឹងឥឡូវយើងចង់ត្រឡប់ទៅទំព័រដើមវិញឬចង់ថយក្រោយអញ្ចឹងបងប្អូនធ្វើម៉េចនេះយើងទាញនេះទាញកន្លែងក្បាលនេះណាទាញថយក្រោយនេះថយក្រោយហ្នឹងមានន័យថាត្រឡប់ក្រោយណាបាទអញ្ចឹងខ្ញុំចង់ទៅមើលខាងមុខវិញអញ្ចឹងបងប្អូនរុញទៅមុខណាមកមុខបាទអូខេអញ្ចឹងរបៀបប្រើម៉ៅមានប៉ុណ្ណឹងណាហ្នឹងហើយអញ្ចឹងយើងតមកទៀតនៅពេលដែលយើងត្រូវទៅប្រឡងយើងត្រូវរៀបចំមិនខ្លះទី1របស់សំខាន់គឺប្រកាន់ដៃប្រឡងបាទដែលយើងមាននៅនឹងដៃហ្នឹងប្រកាន់ដៃប្រឡងហ្នឹងហើយនឹងមួយទៀតគឺកាតស្នាក់នៅណាកាតស្នាក់នៅអញ្ចឹងសម្រាប់បងប្អូនណាមីងឬក៏ហ្នឹងហើយអត់មានកាតស្នាក់នៅជាដើមយើងអាចយក passport នេះទៅជំនួសប្រឡងបានណាបាទអញ្ចឹងបន្តមកទៀតគឺយើងត្រូវធ្វើមកទៀតតមកទៀតយើងមកមើលចំណុចនេះណាចឹងនៅពេលដែលយើងកាន់ឯកសារកាតស្នាក់នៅឬក៏ passport ហ្នឹងបូកជាមួយនឹងប្រកាន់ដៃប្រឡងគឺនៅដល់ទៅដល់មណ្ឌលប្រឡងគឺគេនឹងពិនិត្យយើងបែបនេះណាបាទគេនឹងពិនិត្យយើងបែបនេះបាទអញ្ចឹងគេពិនិត្យមើលថាតើឯកសារហ្នឹងដូចនឹងរូបរបស់យើងអត់គេខ្លាចយើងបន្លំជាដើមណាបាទអញ្ចឹងហ្នឹងហើយពិនិត្យហើយនេះគឺជា passport ឬក៏កាតស្នាក់នៅមិញហ្នឹងណានេះបាទអូខេហ្នឹងហើយអញ្ចឹងនៅពេលដែលយើងទៅដល់គេពិនិត្យហើយគេចាប់ផ្ដើមឲ្យយើងនេះរក្សាទុករបស់ឯកជនភាពរបស់យើងណាបាទគឺអត់ឲ្យយើងដាក់ទៅតាមខ្លួនទេអញ្ចឹងមានដូចជាកតាបឬក៏កាបូបដែលយើងស្វាយទៅហ្នឹងគេមាន locker ប្រអប់ឲ្យយើងដាក់ចូលទៅយើងចាក់សោហើយយកសោមកកាន់មកបាទហើយសម្បីតែទូរស័ព្ទក៏យើងអត់អាចយកចូលទៅកាន់កន្លែងចុចកុំព្យូទ័រអង្គុយប្រឡងនឹងបានដែរគឺយើងត្រូវដាក់នៅជាមួយនឹងកតាបរបស់យើងហ្នឹងឲ្យបិទសំឡេងណាឬក៏បិទឲ្យរលត់តែម្ដងអូខេបាទអញ្ចឹងបន្តមកទៀតនៅពេលដែលយើងដាក់របស់នឹងចូលហើយគេនឹងឲ្យកระดาษណែនាំឬក៏បទបញ្ជាផ្ទៃក្នុងមកយើងអាននេះបែបនេះណាយើងអង្គុយនៅកន្លែងរងចាំរហូតដល់ម៉ោងរបស់យើងហ្នឹងណាអង្គុយអានតាមគេហ្នឹងទៅអញ្ចឹងកន្លែងខ្លះទៀតគេអាចនឹងបន្ទាប់ពីឲ្យកระดาษអានហើយគឺគេនឹងមកបញ្យល់យើងជាភាសាជប៉ុនឲ្យយើងស្ដាប់ទៅណាហ្នឹងហើយហើយដូចគ្នានៅលើกระดาษហ្នឹងគេសួរយើងថាយើងជនជាតិអីអញ្ចឹងណាមកពីប្រទេសណាអញ្ចឹងគឺគេយើងប្រាប់គេថាមកពីកម្ពុជាអីចឹងទៅអញ្ចឹងគេនឹងឲ្យកระดาษដែលមានបកប្រែភាសាខ្មែរយើងអានហើយអូខេបាទណាអញ្ចឹងបន្ទាប់ពីអានហើយគឺយើងនឹងដល់ម៉ោងហើយនៅពេលដែលដល់ម៉ោងគឺបែបនេះអ្នកនរគ្នាមិញកន្លែងរងចាំឥឡូវគឺកន្លែងចូលទៅតេស្តសមត្ថភាពប្រឡងរបស់យើងណាបាទតេស្តនេះអញ្ចឹងគេមានអ្នកណែនាំផ្លូវហើយសួរថាទៅខ្ញុំប្រឡងបន្ទប់លេខប្រមាណគឺនៅក្នុងគឺអត់មានតែបន្ទប់លេខប្រមាណនេះគឺគេនឹងណែនាំយើងតែម្ដងឲ្យតែយើងទៅដល់ដូចថាយើងប្រឡងនៅអាគារណាជាន់ទី2ទី3ទី4ទី5អញ្ចឹងទៅដល់ទីតាំងហ្នឹងឡើងទៅតាមអាគារការណែនាំរបស់ខ្ញុំនៅពេលដែលផ្ញើផែនទីឲ្យហ្នឹងណាអញ្ចឹងឡើងទៅអាគារហ្នឹងទៅគេនឹងទទួលហើយគេនឹងនាំយើងចូលទៅបន្ទប់ប្រឡងហ្នឹងហើយអូខេបាទអញ្ចឹងអានេះនៅមិញគឺដើរចូលណាមិញគឺដើរចូលបងប្អូនបាទនេះគឺដើរចូលអញ្ចឹងបន្តមកទៀតគឺនៅពេលដែលដើរចូលហើយគឺយើងនឹងធ្វើឯកសាររបស់យើងហើយនេះណាចូលកន្លែងតុអង្គុយរបស់យើងណាលេខទី10មិនបានដឹងថាលេខ10គឺគេនឹងឲ្យចុងស្លឹកនៅពេលដែលយើងអង្គុយរងចាំហ្នឹងណាបាទអញ្ចឹងនៅពេលដែលមកគឺផ្ទៃសបែបនេះណាគឺអត់មានអីអញ្ចឹងមកដល់បងប្អូនត្រូវឆែកមើលណាត្រូវចុចនៅលើផ្ទៃសហ្នឹងប៉បណាអញ្ចឹងនេះ
តាំងពីចាប់ផ្ដើមមករហូតដល់កំពុងតែនិយាយហ្នឹងគឺយើងត្រូវប្រើម៉ៅនេះជាប់ណាបាទណាខ្ញុំអាចបញ្ជាចុះឡើងបានណាបាទអញ្ចឹងគឺនឹងចេញផ្ទៃសបែបនេះអញ្ចឹង load បែបហ្នឹងគឺទី1មើលទៅលើpage ឈ្មោះរបស់យើងណា page ឈ្មោះរបស់យើងហើយនឹងឲ្យយើងប្រឡងទៅលើផ្នែកអីគេភាសាជប៉ុនខាង JT ឬក៏ខាងកសកម្មអីចឹងទៅខាង Kaigo អីចឹងទៅគឺគេមានសរសេរនៅលើហ្នឹងបើសិនជាយើងខុសឧទាហរណ៍ថាយើងទៅប្រឡងកសកម្មទេក៏ប៉ុន្តែវា load មកចេញ JT អញ្ចឹងវាខុសនៅអ្វីដែលយើងចង់ទៅប្រឡងអញ្ចឹងយើងត្រូវប្រាប់គេហ្នឹងយើងលើកដៃទៅគេទៅណាបាទអញ្ចឹងបើសិនជាត្រូវអស់ហើយគឺយើងនឹងចុចគ្រីសនៅត្រង់នេះណាបាទចុចគ្រីសត្រង់នេះអញ្ចឹងបើសិនជាខុសយើងទុកចោលអញ្ចឹងទៅហើយយើងលើកដៃទៅគេមកឆែកឲ្យយើងហើយបាទណាបាទកន្លែងនេះគឺកន្លែងម៉ៅដូចខ្ញុំប្រាប់មិញអញ្ចឹងណាបើយើងចង់ទៅជាព្រួយនេះទៅណាយើងទាញនេះម៉ៅនេះមកនឹងមកណាឧទាហរណ៍រូបនេះណាទាញមកណាបាទឬក៏មិនទៅចង់រុញទៅលើអីចឹងទៅណាហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងនេះយើងកំពុងតែធ្វើនេះនៅពេលដែលយើងមានសំណួរគឺយើងធ្វើបែបហ្នឹងណាមានសំណួរគឺធ្វើបែបហ្នឹងបាទលើកដៃអញ្ចឹងអូខេអញ្ចឹងចូលដល់កន្លែងselect ចម្លើយណា select ចម្លើយត្រូវ select មិនយើងឥឡូវចេះរៀនរុញទៅលើចុះក្រោមហើយប៉ុន្តែខ្ញុំឥឡូវខ្ញុំចង់ចុចត្រង់នេះឥឡូវចុចមិនណាបាទចុចបែបមិនអញ្ចឹងឥឡូវយើងទៅមើលវីដេអូទាំងអស់គ្នាតោះいきましょうね開始をクリックしてください試験内容の確បាទអញ្ចឹងកន្លែងនេះ画面に表示されたចឹងកន្លែងនេះដូចកន្លែងខ្ញុំប្រាប់មកអញ្ចឹងណាគឺឲ្យយើងគ្រីសចម្លើយគ្រីសអីហ្នឹងក៏មែនណារើសឈ្មោះរបស់យើងណាមើលឈ្មោះមើលការប្រឡងរបស់យើងមើល page អីហ្នឹងខុសប្រាប់គេណាបាទអូខេអញ្ចឹងតទៅមុខទៀត試験名言語が予約内容と相違ないか確認してください相違なければ確認をクリックしてください注意事項およびចឹងមិនគេគ្រាន់តែប្រាប់ថាបើសិនជាយើងត្រូវអស់ហើយយើងគ្រាន់តែចុចគ្រីសមកណាចុចសញ្ញាគ្រីសហ្នឹងទៅបើត្រូវហើយបើអត់ត្រូវលើកដៃប្រាប់គេចឹងមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងឥឡូវយើងចូលមកដល់មើលការធ្វើសំណួររបស់គេនេះអញ្ចឹងកន្លែងនេះឃើញគេដាក់ក្រហមឯអ្នកនរគ្នាណាអូខេហ្នឹងហើយអញ្ចឹងកន្លែងនេះគឺគេបង្ហាញអំពីនាទីប្រឡងរបស់យើងអញ្ចឹងការប្រឡងគឺមានរយៈពេល60នាទីណា60នាទីលោតនៅនេះអញ្ចឹងវាដាក់នៅនឹង 59.59 វិនាទីមានន័យថារាប់នាទីថយក្រោយបាទយើងធ្វើបានមួយសន្ទុះទៅធ្លាក់កន្លះម៉ោងមួយសន្ទុះទៅអស់ម៉ោងតែម្ដងអូខេហ្នឹងហើយឥឡូវតទៅមុខទៀត設問タブをクリックすると設問を移動することができますណាអញ្ចឹងសំណួរមានទាំងអស់ហ្នឹងបាទសំណួរមានបង្ហាញទាំងអស់ហ្នឹងយើងចុចទៅលើមួយណាក៏មានសំណួរហើយគឺយើងអាចធ្វើបានដែរណាអូខេត្រង់ចំណុចទាំងអស់ហ្នឹងហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំមកបង្ហាញនៅខាងមុខទៀតអញ្ចឹងកន្លែងនេះឧទាហរណ៍ថាចម្លើយមួយនេះគឺយើងសំណួរមួយនេះគឺយើងត្រូវរើសចម្លើយហើយមែនទេអញ្ចឹងយើងអាចរើសចម្លើយបានយ៉ាងម៉េចទៅយើងចេះបជាយកក្បាលពួយនេះមកដាក់នៅទីនេះហើយប៉ុន្តែយើងចង់ select អញ្ចឹងបើសិនជាយើងចង់ select យើងត្រូវធ្វើម៉េចបាទឧទាហរណ៍ថាឥឡូវយើងចង់នេះឲ្យពណ៌លឿងនេះមកនៅទីនេះមែនទេអញ្ចឹងគឺយើងអាចបជាបានគឺយើងនេះមាន2ចុចចុចមាន2អញ្ចឹងខាងនេះហើយនឹងខាងនេះបើយើងបជាមិនអញ្ចឹងខាងនេះគឺយើងអត់ប្រើទេណាខាងនេះអត់ប្រើទេនេះខាងមួយនេះអត់ប្រើទេបាទមើលទៅកន្លែងដៃខ្ញុំនេះទៅគឺអត់ប្រើទេណាកន្លែងហ្នឹងអញ្ចឹងគឺយើងប្រើតែចុចនៅត្រង់នេះណាត្រង់ហ្នឹងដើម្បីទាញម៉ៅនេះបាទដើម្បីអូសម៉ៅចឹងមកដើម្បីរើសចម្លើយដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថាយើងចង់បានចម្លើយហ្នឹងអញ្ចឹងយើងដាក់ដៃពីរទទឹមគ្នាមែនក៏ប៉ុន្តែយើងប្រើដៃច្អល់នេះតើនេះដាក់ដៃមកយើងប្រើដៃច្អល់នេះអូខេតើនេះបាទប្រើដៃច្អល់ហ្នឹងអញ្ចឹងឧទាហរណ៍ណាយើងយកនេះមកដាក់ទៅនេះដាក់ទៅហ្នឹងអត់តន់រើសទេអត់តន់រើសថាអូខ្ញុំបានរើសហើយមែននៅទេតើតែយើងចុចលើដៃច្អល់ហ្នឹងមកប៉ាក់លាន់ជាមួយលើណាចុចមកប៉ាក់អញ្ចឹងទៅវានឹងជាប់នៅហ្នឹងអូខេអញ្ចឹងអូខេណាចុចអញ្ចឹង引くことができます回答の選択ではありませんので注意してអញ្ចឹងយើងចុចទៅវានឹងដំណើរការទៅហើយអញ្ចឹងឥឡូវបើថាចុចហើយខ្ញុំចង់ធ្វើសំណួរទៅមុខទៀតត្រូវធ្វើម៉េចឬក៏នៅវិលជុំនៅហ្នឹងអញ្ចឹងចុចទៅមុខទៀតបងប្អូន
vô bịa tha ski a nè toàn nè bà chơi ski a chơi tới viên năng tư sầm nô bẩn tọp tiền ở bờ sân chia tư sầm nô bẩn tọp ấy ứng sẽ tại nhóm chẳng đôi chồng lại với ba hay sầm nô muốn để nhóm bán với chẳng bóng bóng chơi bịa nè một đồ rư nè chơi lại năng ạ chơi từ năng tới viên năng tập từ sầm nô đã ấm bỏ trường với nhảy toàn nè bà ok là ngày cái lại hai nơi p từ belong nơi p để từ belong cái lại ní chơi trong bài tham miên sầm núa để dương thử rơ đuổi mạnh nhá thử rơ nè thử rơ bài nì hai năng miên sầm núa khác thử bập bình lệ chẳng bập bình lệ năng dương thử mạch bông bồn đỏ nè chẳng np để dương thử bập bình lệ cứ dương thử mưa trẻ dương thử kịch ha chả sao đây ô tô tha ngày tỷ muối ngày tỷ pi ngày tỷ bảy chả tông chúng muối là ngày tỷ dương kịch ha miên lệ phẩm màn tùng dương giặc kịch đỏ nè mới thèm vin tỷ chẳng ok cho bài phèm viện tiền chẳng chạp bị ngày tỷ muối đó ngày tỷ sam sập sam mùi nè cứ miên chấm luôn tại pi tông để đi chơi ngày tỷ đập pram anh ấy lấy chứ nắp bàn tay ô tô thì nhom lơ thằng ngày tỷ đập pram chốt tô mà tên đấy nhom miên cả ta muối đây bằng hai nhầm pi ngày tỷ cả ta nó đi chỉ bật tên nào vào đây tập trong ớt khơi nhé comment chẳng nó ngày bóng bóng score lại chẳng ngày tí cứ miên chùm luôn tập pi tông thế nè ngày tí mùi ngày tu bây chỉ ngày tí muối cô dương miên pi tông này cứ xôn mùi tuần ấy ngày tí pram xôn pram cho bữa ngày tí đọp cứ lấy muối lấy đọp ngày tí mà pay lấy pi lấy xôn ngày tí sam mùi lấy bấy lấy mùi chẳng chạp bị ngày tí muối đó ngày tí sam sập bóng bóng cứ thời bọc bánh chùm luôn pi tông bởi sân chỉ ngày lấy khổm lấy đóp dân tham lấy xôn vì một máu tại bởi sân chỉ chạp bị lấy đọp tới cứ dân từ xây lấy vô tạm đòn tần ép ngày tí muối xôn muối ngày tí đọc muối từ xây lấy mùi ngày tí mà phay buồn xây lấy pí lấy buồn tuần ép chẳng nợ bọc bánh lấy nắng cứ bọc bánh ngái cứ lưu bệnh nặng ô thô tha lỡ kiên dạy tha ima show như của mình đấy show thô cả des lỡ ngày tí màn thô cả ngày tí đọp mình đấy bà chắc ngày tí đọp dân từ xây mới thô cả từ xây lấy muối hỏi năng lấy đọp nó không có lào nữa dân lấy nó từ xây mạch chẳng dân dò mài ní cho mà trật lơ lại ní bắt này bắt chặt nó bà tôm chết bông bồn vầy nè vầy lấy lấy nhông mà zoom camera ở sổ mở cái nhé chấm cái lại ní cứ lê muối khi bông bồn khi lấy muối ấy nè chấm xây lấy muối hỏi bốc cho muối nó lấy sồn nè tôm chết kinh vậy tha haska ngày tí màn này đó nè ngày tí mà pay nè haska ngày tí mà pay chẳng dân xây lấy pí lấy sồn kinh vậy tha ni dư sư ni chỉ ngày tí màn tí mà pay buồn chẳng dân xây lấy pí lấy bầm buồn bà tóm tiền ô thọ kinh vậy ta thầm ta ấy cái sư ta chi ngày tí màn ngày tí mùi nè ngày tí mùi chẳng dân ở ta xây lấy mùi thế cứ dân ta xây lấy xôn nè lấy xôn trật lấy xôn hỏi trật lấy mùi thoảng đi phòng nè xôn muối là ngày ok đó chấm pua ngày bà to mà tiết chấm pua máu miên ởประมาณ tổng của mình nó chấm pua khai sần là sang ngày hay thực khai nè chấm pua khai trên chấm pua khai của miên pi tông này trong bữa sân chỉ kênh giấy khai muối khai pi khai bay chẳng cái dân tự xây pi tông được cái nè xôn muối xôn pi xôn bay dân đời nè lâu từ đó khai đọc pi xây lấy đọc pi dân đời hay tôm thiết chỗ đồng màu nè chấm pua màu kênh giấy tha màu mạn ô tô thà lỡ mong đọc đọc ram nè tì nè mong đọc ram nè tì dư chí dư go phun des nè dư go phun des mong đọc ram nè tì nhưng bữa sân chỉ đọc ram nè tì bông ôn thử tự xây mà lấy nhóm đồ mà cần tèng Excel của mình tèng với làm bài số vậy soi bông ôn mờ nè nhà máy ở trên ok chờ nhảy lấy kinh vậy thà dư chí dư go phương món đọc ram giờ chân dân thờ xây mất bữa đọc ram dân dân thờ xây lại đọc chồ nè
ហើយទៅសេនឹងសេនៅណាឥឡូវយើងមកមើលកន្លែងទៅសេវិញសិនណាគឺដូចនឹងកន្លែងបង្ហាញម៉ោងដូចគ្នាអ្នកនរគ្នានេះទៅសេនៅក្នុងផ្ទាំងនេះផ្ទាំងនេះដែលគេមានកឡោនហ្នឹងកឡោនហ្នឹងអាចដាក់ថ្ងៃខែឬក៏ម៉ោងបានហើយពេលណាដឹងតែដាក់គឺគេនិយាយឲ្យយើងស្ដាប់ហើយអញ្ចឹងយើងស្ដាប់ថាវាជាខែជាម៉ោងជាថ្ងៃយើងសេចូលទៅហ្នឹងឥឡូវយើងមកត្រឡប់មកវិញបាទនេះចឹងមិញគេនិយាយថាម៉ោង10 15អញ្ចឹងបងប្អូនសេ10ចឹងមកហើយធម្មតាម៉ោងមានបែបនេះមែនទេឥឡូវខ្ញុំទៅសេម៉ោងទូទៅយើងមើលសិនណាក៏មែនទេ10:50ហ្នឹង10 15គឺបែបហ្នឹងព្រីឲ្យធំឲ្យយើងស្រួលមើលណា30 font បាទតិចទៀតមកយើងដាក់100ចុះអូខេប៉ុណ្ណេះស្រួលមើលមែនទេឡើយម៉ោង10 15ណាក៏ប៉ុន្តែនៅពេលដែលយើងទៅប្រឡងណាយើងអត់ទៅសេចុច2មកជាមួយទេគេយឺជីយឺgo phươngអញ្ចឹងយើងអត់ទៅសេបែបហ្នឹងទេបែបហ្នឹងគឺខុសណាគឺយើងទៅសេឲ្យត្រូវគឺសេមិនយឺជីយឺgo phươngយឺជីអូនេះជាប់មកណាយឺជីយឺgo phươngទៅសេបែបនេះអាចុច2នេះគឺអត់ដាក់មកទេបងប្អូនបាទចុច2នេះគឺអត់ដាក់មកទេអញ្ចឹងយើងទៅសេឲ្យត្រូវខ្ញុំណូតពណ៌ក្រហមឲ្យយើងមើលចុះណាអូខេនេះទៅសេឲ្យត្រូវហ្នឹងបាទតោះទៀតគេនិយាយថាម៉ោងឥឡូវយើងចាប់ដើមសេឲ្យត្រូវយកម្ដងណាបាទម៉ោងប៉ុន្មានម៉ោង12ណាម៉ោង12:30នាទីណាឬក៏ឥឡូវម៉ោង12:40នាទីចុះម៉ោង12:40នាទីអញ្ចឹងម៉ោង12:40នាទីសេមិន12:40នាទីស្រួលទេបាទ12:40នាទីចុចនេះប្រាប់ទៀតគឺយើងអត់ដាក់ទេដាក់គឺខយណាអត់ដាក់ទេបាទម៉ោងប៉ុន្មានទៀតណាម៉ោង1ម៉ោង 1:00ឥឡូវអត់មានលេខទេគឺមានតែលេខ1ហើយលេខ0ទៅសេមិនអញ្ចឹងម៉ោង 1:00យើងមិនមានលេខ1តែប៉ុណ្ណេះហើយមាន00មែនទេអញ្ចឹងគឺយើងត្រូវទៅសេឲ្យមាន2ខ្ទង់ដែរខាងមុខណាចំពោះម៉ោង01:00នេះម៉ោង 1:00 តោះអត់ម៉ោង9:05នាទីម៉ោង9:05នាទីអញ្ចឹងបងប្អូនកន្លែងម៉ោងហ្នឹងយើងទៅសេមក09បាទ5នាទីមាន2ខ្ទង់ឬក៏1ខ្ទង់បាទត្រូវតែមាន2ខ្ទង់ឲ្យណាទោះបីជាអត់មានលេខ10លេខ20ចូលក៏ដោយអញ្ចឹង9:05នាទីសេលេខ09:05តោះនេះប៉ុណ្ណឹងបាទមិញតកតងជាមួយនឹងថ្ងៃដែលខ្ញុំអត់បានទៅសេខ្ញុំនិយាយទៅនេះអញ្ចឹងថ្ងៃគឺថាថ្ងៃទី1អញ្ចឹងនេះសេលេខ1មកណាសើតែឈីបាទណាសើតែឈីបាទថ្ងៃទីម៉ានថ្ងៃទី10ណាថូកាណាសេលេខ1លេខ10មកថ្ងៃទី20សេលេខ20មកថ្ងៃទី7សេលេខ0លេខ7ណាចំពោះថ្ងៃត្រូវចាំណាទាំងអស់មាន2ខ្ទង់ខែមាន2ខ្ទង់ម៉ោងមានចំនួន4ខ្ទង់ហើយម៉ោងគឺយើងអត់ចុច2ទេណាគឺអត់ចុច2ទេគឺយើងត្រូវទៅសេមកគឺបែបហ្នឹងតែម្ដងតើណាបាទហ្នឹងហើយតមកមុខទៀតមកអញ្ចឹងគឺយើងមកមើលតាក់ទងជាមួយនឹងអីម្ដងនៅអានេះគឺយើងធ្វើសំណួរហើយគឺយើងចូលដល់វគ្គបញ្ចប់ណាវគ្គបញ្ចប់នេះវគ្គបញ្ចប់អូខេអញ្ចឹងវគ្គបញ្ចប់យើងអូសមកនេះទីមកអូខេនេះមានអក្សរនេះមានអក្សរពណ៌លឿងនេះមួយនៅត្រង់នេះអញ្ចឹងនៅពេលដែលបងប្អូនរើសចម្លើយហើយចុចកន្លែងហ្នឹងនេះចុចទៅមុខលេងទៅអញ្ចឹងវាអាចនឹងលោតនៅត្រង់នេះឬក៏ត្រង់នេះនៅពេលដែលយើងចុចទៅមុខលេងទៅកន្លែងសេរីអីនេះចុចអត់ទៅហើយវានឹងលោតពណ៌លឿងមួយនៅខាងក្រោមឬក៏ខាងលើហ្នឹងអញ្ចឹងបងប្អូនចុចបញ្ចប់អញ្ចឹងមកបាទចុចនៅលើហ្នឹងមកនេះវានឹងបញ្ជាក់យើងម្ដងទៀតថាឥឡូវប្រកាសជាបញ្ចប់មែនអត់ចាគំនិតទៅបាត់ណានេះណាអញ្ចឹងបើសិនជាអត់តន់ចប់ទេចង់ធ្វើបន្តទៀតនៅសមម៉ោងអីចឹង cancel សិនមកណាចង់ពិនិត្យមើលឡើងវិញប៉ុន្តែអាហ្នឹងចាត់ផ្លាស់ធ្លួយអត់ទៅដូរចម្លើយខុសវល់ពេញហ្នឹងបើធ្វើម្ដងធ្វើឲ្យហើយទៅណាបាទតទៀតនេះចុចគ្រីសមកចុចគ្រីសមក最後に画面右上の終了をクリックして退出してください。メモ用紙や本人確認書類を持って受付にお越しください。忘れ物がないように注意してください。
ណាចឹងកន្លែងហ្នឹងវាគាត់តែបញ្ជាក់យើងថាលោកមានផ្លេចធ្វើសំណួរអីចឹងទៅសូមឲ្យប្រុងប្រយ័ត្នបើសិនជាអត់មានអីទេអញ្ចឹងនឹងបញ្ចប់តែម្ដងណាបញ្ចប់លំហាត់ដែលយើងធ្វើហ្នឹងតែម្ដងអូខេបាទអញ្ចឹងនៅពេលដែលយើងធ្វើសំណួរបញ្ចប់ហើយវានឹងលោតពាក្យថាអីគេលោតពាក្យថា fall ឬក៏ pass ណាបាទលោតពាក្យ fall ឬក៏ pass ឲ្យយើងដើម្បីដឹងថាយើងនឹងជាប់ឬក៏ធ្លាក់តោះណាអ្នកនរគ្នាបាទអញ្ចឹងបន្ទាប់ពីមើលវីដេអូនេះហើយមានចម្ងល់បើមានចម្ងល់អាចសួរបន្ថែមបានតែបើខ្ញុំគិតថាបើសិនជាយើងគួរតែមើលឲ្យបាន2ដងអីទៅណាម្ដងទៅ2ដងអីចឹងទៅបាទបើសិនជាយើងមានពេលច្រើនក៏3ដងទៅដើម្បីយល់ច្បាស់នៅពេលដែលយើងទៅប្រឡងម្ដងគឺមេរៀនចេះហើយយើងចេះទាំងបជាឆ្វេងស្ដាំលើក្រោមទៀតអញ្ចឹងយើងអាចធ្វើសំណួរមួយនឹងបានហើយធ្វើវិញ្ញាសានឹងបាននេះមិញនៅពេលដែលបញ្ចប់មិញគឺនឹងលោតបែបនេះអ្នកនរគ្នានេះអញ្ចឹងនៅពេលដែលវាលោតផាសនេះកន្លែងនេះយើងព្រិលបន្តិចទៀតដឹងបាទអូ comment ខ្ញុំនឹងលើកទៅឲ្យយើងចិត្តតិចដើម្បីស្រួលមើលណាអូខេនេះយើងព្រិលបន្តិចដោយសារតែយើងឆ្ងាយណាបាទអញ្ចឹងនេះលោត P ណាឥឡូវខ្ញុំអានអក្សរទៅគឺ P AAS ណាលោត P AAS លោតបែបនេះP A S ណា P A S S យ៉ាទៅបាត់នេះ P A S អូខេបែបហ្នឹងគឺជាប់ចុះបើធ្លាក់អត់ចាំបាច់